បាទសូមគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះធីពន្លឺខ្ញុំបាទឈ្មោះអូនពួកយើងទាំងពីរជានិស្សិតរៀននៅក្នុងជំនាញការដំឡើងប្រព័ន្ធអគ្គិសនីដែលបាត់ដំងវិស្វកម្មអគ្គិសនីនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺហើយនៅក្នុងថ្ងៃនេះផងដែរពួកយើងនឹងលើកយកជាមួយនឹងប្រធានបទមួយដែលស្ដីអំពីឧបករណ៍ដែលត្រូវជ្រើសរើសយកមកប្រើប្រាស់នៅក្នុងការជួសជុលទៅលើបរិក្ខារអគ្គិសនីនៅក្នុងការជួសជុលទៅលើបរិក្ខារអគ្គិសនីឧបករណ៍ដែលប្រើប្រាស់នៅក្នុងការជួសជុលគឺមានសារៈសំខាន់ដោយយើងត្រូវជ្រើសរើសឧបករណ៍ណាដែលសមស្របជាមួយនឹងការងាររបស់យើងដូចជាការកាត់ខ្សែភ្លើងការបកខ្សែភ្លើងដូចជាការឆែកទៅលើសេចក្ដីអគ្គិសនីជាដើមដូច្នេះមុននឹងយើងត្រូវជ្រើសរើសជាមួយនឹងឧបករណ៍ណាមួយយកមកប្រើប្រាស់យើងគួរតែត្រួតពិនិត្យទៅលើលក្ខណៈបច្ចេកទេសរបស់វាឲ្យបានច្បាស់លាស់ដើម្បីធានាបានសុវត្ថិភាពនៅអំឡុងពេលយើងប្រតិបត្តិការងារហើយនៅក្នុងវីដេអូនេះពួកយើងនឹងលើកយកជាមួយនឹងឧបករណ៍ដូចជាដង្កាប់បរិធានវល់អគ្គិសនីទូនាវិសកូនសោក្បាលផ្សារសំណហើយនឹង cutter ឬក៏យើងអាចហៅថាកាំបិតអូខេឥឡូវយើងទៅទស្សនាជាមួយនឹងការបង្ហាញជាមួយនឹងទូនាទីក៏ដូចជាព័ត៌មានលម្អិតទៅលើឧបករណ៍នីមួយៗដូចតទៅបាទដែលឧបករណ៍ដំបូងនោះគឺខ្ញុំបានលើកចូលទូលវីដែលទូលវីនេះគឺមានទូនាទីសម្រាប់មូលខ្ចៅឬវីបានទៅតាមតម្រូវការរបស់យើងហើយទូលវីនេះគឺវាមានច្រើនប្រភេទដែលក្នុងថ្ងៃនេះគឺខ្ញុំបានលើកយកពីរប្រភេទដែលប្រភេទទី1គឺទូលវីផ្កានិងប្រភេទទី2គឺទូលវីសំប៉ែតដែលទូលវីផ្កានេះគឺយើងប្រើប្រាស់សម្រាប់មូវីឬខ្ចៅដែលមានផ្កាផ្កាចំណែកឯទូលវីនេះគឺជាទូលវីសំប៉ែតដែលប្រើប្រាស់សម្រាប់មូវីដែលមានក្បាលសំប៉ែតឥឡូវខ្ញុំនឹងបង្ហាញជាមួយនឹងដង្កាប់គឺជាឧបករណ៍ដែលប្រើប្រាស់នៅក្នុងការចាប់ឬក៏មូលទៅលើខ្ចៅឬក៏វិសបានហើយដង្កាប់ដែលត្រូវយកមកប្រើប្រាស់នោះគឺត្រូវមានអ៊ីសូឡង់ដើម្បីការពារនៅចរន្តដូចធ្លាយមកចូលមកខ្លួនរបស់យើងបានហើយសម្រាប់ដង្កាប់នោះគឺវាមានច្រើនប្រភេទហើយដង្កាប់នៅលើដៃរបស់ខ្ញុំនេះគឺជាដង្កាប់ដែលប្រើប្រាស់នៅក្នុងការចាប់បកជាមួយនឹងអ៊ីសូឡង់របស់ខ្សែភ្លើងហើយដង្កាប់នេះវាមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់យើងគ្រាន់តែយកខ្សែភ្លើងមកឲ្យត្រូវជាមួយនឹងទំហំរបស់មាត់វាហើយយើងអាចបកសម្បករបស់វាបានយ៉ាងងាយស្រួលផងដែរហើយជាមួយនឹងដង្កាប់មួយនេះវិញគឺជាដង្កាប់កាត់គឺវាមានតួនាទីនៅក្នុងការកាត់ទៅលើសម្បកខ្សែភ្លើងទៅលើខ្សែភ្លើងដូចជាឧបករណ៍ផ្សេងបានដែលមុខរបស់វានេះគឺវាមានភាពមុតហុយដែលយើងអាចយកទៅកាត់ទៅលើខ្សែភ្លើងឬក៏ឧបករណ៍ផ្សេងបាននេះវិញគឺជាដង្កាប់មុខស្រួចកាប់នេះគឺយើងអាចប្រើប្រាស់ទៅលើការចាប់ទៅលើវិសឬក៏ឧបករណ៍ដែលស្ថិតនៅកន្លែងចង្អៀតហើយយើងក៏អាចជាមួយនឹងមូវិសឬក៏យើងអាចកាត់ខ្សែភ្លើងគឺបានដូចគ្នាហើយដង្កាប់មួយនេះគឺជាដង្កាប់ទូទៅដង្កាប់នេះវាអាចប្រើប្រាស់បានច្រើនស្ថានភាពច្រើនស្ថានភាពដោយសារតែវាមានតួនាទីច្រើនផ្នែកខាងមុខនេះក៏យើងអាចចាប់មូខ្ចៅបានហើយផ្នែកខាងកណ្ដាលនេះក៏យើងអាចកាត់ទៅលើខ្សែភ្លើងឬក៏ទៅលើអ្វីផ្សេងបានដូចគ្នាមួយនេះវិញគឺជាដង្កាប់ដែលអាចកំណត់ទៅលើទំហំដែលយើងអាចប្រើប្រាស់វាបានក៏ប៉ុន្តែទំហំរបស់វាគឺយើងអាចកំណត់ថាលេខប្រមាណបានទេដោយសារតែវាគ្រាន់តែដង្កាប់ដែលយើងអាចកំណត់ដើម្បីដោះខ្ចៅឬក៏ចាប់មូខ្ចៅបានឬក៏វិសបានដូចគ្នាហើយដង្កាប់មួយនេះគឺជាដង្កាប់អូតូនេះគឺមានតួនាទីសម្រាប់ចាប់ជាប់ទៅលើឧបករណ៍ផ្សេងក៏ដូចជាចាប់ដោះជាមួយនឹងខ្ចៅបានដូចគ្នាហើយវាមានលក្ខណៈងាយស្រួលនៅក្នុងការប្រើប្រាស់ដោយសារតែវាជាប្រភេទអូតូហើយយើងក៏អាចកំណត់ទៅលើទំហំមុខរបស់វាបានដូចគ្នាចំណែកនៅលើដៃខ្ញុំនេះគឺជាកាំបិតឬក៏ cutter ហ្នឹងហើយវាមានច្រើនប្រភេទផ្លែរបស់វាហ្នឹងយកទៅកាត់ជាមួយនឹងខ្សែភ្លើងឬបកសម្បកខ្សែភ្លើងបានដូចគ្នាបន្តមកទៀតឧបករណ៍មួយនេះគឺជាឧបករណ៍ដែលប្រើប្រាស់សម្រាប់សារសំណនេះគឺលក្ខខណ្ឌនៅក្នុងការសារនេះគឺយើងត្រូវសារជាមួយជាប់ជាមួយនឹងខ្សែភ្លើងទៅកាន់ខ្សែភ្លើងឬក៏ពីសំណទៅកាន់សំណបានដូចគ្នាដោយការផ្សារនេះគឺយើងត្រូវប្រើលួសជាមួយនឹងលួសប្រភេទសំណនេះដើម្បីរំលាយហើយដើម្បីជាប់ទៅកាន់សំណមួយទៅកាន់សំណមួយឬក៏ខ្សែភ្លើងមួយទៅកាន់ខ្សែភ្លើងមួយទៀតសម្រាប់ផ្នែកខាងនេះវិញគឺជាបរិធានវ៉ោអគ្គិសនីនេះគឺខ្ញុំបានលើកយកជាមួយនឹងពីរប្រភេទដែលជាប្រភេទ multimeter ក៏ប៉ុន្តែមានខាងនេះគឺជាប្រភេទ analog ដែលវាបង្ហាញជាតួលេខប្រាប់យើងហើយវាមាន function ឬក៏ដូចជាមុខងារច្រើនប្រភេទដែលយើងអាចកំណត់ទៅលើវាបានទៅតាមការប្រើប្រាស់ក៏ដូចជាតម្រូវការរបស់យើងហើយនេះគឺជា multimeter ដែរតែជាប្រភេទ digital ពួកអីវាអាចបង្ហាញជាតួលេខប្រាប់យើងបានវាក៏មាន function ជាច្រើនដែលយើងអាចប្រើប្រាស់វាបាននៅក្នុងនេះដូចជាការវាស់ចរន្តការវាស់តង់ចុងការវាស់អូមការវាស់សំឡេងជាដើមអញ្ចឹងវាមានភាពងាយស្រួលក្នុងការជួសជុលទៅលើបរិក្ខារអគ្គិសនីរបស់យើងមិនភ្លេចនោះទេជាមួយនឹងបរិធានវាស់មួយទៀតគឺប៊ិចភ្លើងនេះគឺវាមានតួនាទីសម្រាប់តែហែកទៅលើប្រភពអគ្គិសនីថាវាមានប្រភពឬក៏អត់អញ្ចឹងប៊ិចភ្លើងផ្នែកខាងដៃរបស់ខ្ញុំខាងនេះគឺវាមានពណ៌ខ្មៅហ្នឹងវាគឺជាប៊ិចភ្លើងប្រភេទបង្ហាញតួលេខប្រាប់យើងថាវាមានតង់ចុងប៉ុន្មានវាមានប្រភពអគ្គិសនីមកឬអត់អញ្ចឹងគឺយើងអាចមើលវាបានតាមរយៈអេក្រង់របស់វាដែលបង្ហាញនៅផ្នែកខាងនេះហើយសម្រាប់ប៊ិចភ្លើងពណ៌ក្រហមនេះគឺវាជាប្រភេទបង្ហាញជាអំពូលសញ្ញានៅពេលដែលយើងយកទៅប៉ះជាមួយនឹងប្រភពអគ្គិសនីបើសិនជាវាមានប្រភពអគ្គិសនីរត់មកវានឹងបង្ហាញជាភ្លើងសញ្ញាប្រាប់យើងបានបាទតែនេះគឺជាម៉ាឡេតដែលមាត់របស់វាគឺយើងអាចបង្រៀនមួយរូបបានដោយងាយស្រួលក្នុងការដោះខ្ចៅ
ចំណែកនេះគឺជាសោគ្រាប់ដែលយើងអាចប្រើប្រាស់មូវីឬខ្ចៅបានហើយវាអាចបដូរទិសដៅបានទៅតាមតម្រូវការរបស់យើងហើយចំណែកនេះគឺជាសោញីឈ្មោះដែលសោញីឈ្មោះនេះគឺវាមាន6ជ្រុងដែលក្នុងការប្រើប្រាស់នេះគឺយើងធ្វើការដោះខ្ចៅនៅក្នុងរត់ឬគម្លាតមុំផ្សេងៗដែលសោធម្មតាមិនអាចដោះបានបាទចំណែកនេះគឺជាសោមាត់ចំណែកសោមាត់នេះគឺយើងប្រើប្រាស់សម្រាប់មូខ្ចៅដែលតម្រូវឲ្យខ្ចៅនោះគឺសមស្របទៅនឹងមាត់របស់វាបាទឥឡូវនេះការធ្វើបទបង្ហាញដែលស្ដីអំពីឧបករណ៍នីមួយៗក៏បានបញ្ចប់ទៅដោយពួកយើងបានលើកជាមួយនឹងឧបករណ៍ផ្សេងៗដើម្បីបង្ហាញទៅកាន់ពុកម៉ែបងប្អូនបាទជាចុងក្រោយពួកយើងទាំងពីរនាក់ក៏សូមអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលយ៉ាងមានតម្លៃនៅក្នុងការតាមដានទស្សនាជាមួយនឹងវីដេអូរបស់ពួកយើងហើយបើសិនជាមានចំណុចលើសលប់ក៏ដូចជាចំណុចខ្វះខាតនៅត្រង់ចំណុចណាក៏សូមពុកម៉ែបងប្អូនខន្តីដោយក្តីអនុគ្រោះបាទសូមអរគុណ